នៅពេលដែលប្រិយមិត្តនឹងខ្ញុំមានជំងឺចង់ឬក៏មិនចង់យើងត្រូវការទៅមន្ទីរពេទ្យដើម្បីទៅទិញថ្នាំឬក៏យើងពិគ្រោះយោបល់ជាមួយលោកគ្រូពេទ្យដើម្បីរកវិធីសាស្ត្រព្យាបាលជំងឺរបស់យើងគ្រាន់តែជំងឺមួយធ្វើឲ្យខាតទាំងថវិកាទាំងពេលវេលាហើយជាពិសេសគឺតកតងទៅនឹងផ្លូវចិត្តដែរហើយនៅពេលដែលឈឺគឺពិបាកមែនទែនជួនកាលយើងខាតការងារយើងមានកម្មវិធីខូបកំណើតយើងត្រូវ cancel ពិធីមង្គលការក៏យើងអាចបានចូលរួមឬក៏ដំណើរកម្សាន្តអីផ្សេងក៏យើងអាចបានទៅចូលរួមដូចគ្នាអញ្ចឹងកត្តាសុខភាពគឺជារឿងសំខាន់ខ្លាំងមែនទែនដែលបងប្អូននិងខ្ញុំត្រូវគិតឡើងវិញបើសិនជាយើងចំណាយពេលវេលារវល់ច្រើនជាមួយនឹងការងារការខិតខំប្រឹងប្រែងរកលុយច្រើនពេកភ្លេចគិតអំពីសុខភាពហើយនៅពេលដែលយើងធ្លាក់ខ្លួនឈឺក្រឹបទើបយើងដឹងថាការពិតសុខភាពគឺជារឿងមួយដែលសំខាន់ដូច្នេះថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាទៅមើលពីវិធីថែរក្សាសុខភាពទាំង7យ៉ាងដែលខ្ញុំនឹងដកស្រង់ចេញអំពីសៀវភៅមួយក្បាលចំណងជើងថាសិល្បៈចិញ្ចឹមកូនឲ្យក្លាយជាមនុស្សល្អសម្រាប់សង្គមជាតិនៅក្នុងទំព័រទី23-24សៀវភៅមួយក្បាលនេះពិតជាល្អមែនទែនសូមណែនាំទៅកាន់ឪពុកម្ដាយអាណាព្យាបាលព្រោះមានវិធីសាស្ត្រជាច្រើនដើម្បីចិញ្ចឹមកូនឲ្យបានល្អក្លាយជាកូនល្អនៅក្នុងសង្គមជាពិសេសគឺការរស់នៅក្នុងគ្រួសាររបស់យើងផ្ទាល់ប្រិមិត្តដែលមានចំណាប់អារម្មណ៍ចង់ទិញសៀវភៅមួយក្បាលនេះអាចទៅរកមើលនៅតាមបណ្ដាគារធំតូចស្តង់លក់សៀវភៅដាំជីវិតឬក៏តាក់ទងទិញតាម Facebook Page ក៏ដូចជា website ដែលខ្ញុំនឹងដាក់ link នៅខាងលើនេះផ្ទាល់សុខភាពគឺពិតជារឿងមួយដែលសំខាន់មែនទែនប្រិមិត្តទាំងអស់គ្នាសូម្បីតែពុទ្ធភាសិតរបស់ព្រះសម្មាសម្ពុទ្ធក៏ទ្រង់បានមានបន្ទូលថាការមិនមានរោគគឺជាលាភដ៏ប្រសើរលាភដ៏ប្រសើរចង់សម្ដៅថាទោះបីជាយើងមិនមានទ្រព្យសម្បត្តិអ្វីគ្រាន់តែយើងមានសុខភាពល្អក៏ជាលាភមួយសម្រាប់ជីវិតរបស់យើងដែរហើយបុគ្គលគ្រប់រូបមិនគួរមើលរំលងនៅការថែរក្សាសុខភាពឲ្យបានល្អទេពីព្រោះកាលណាយើងមានសុខភាពល្អគឺជារឿងដ៏សំខាន់មួយមែនទែននៅក្នុងឆាកជីវិតសម្រាប់ការដែលយើងរស់នៅវិធីដែលអាចសម្គាល់ថាបុគ្គលនោះមានសុខភាពល្អតាមរយៈសៀវភៅនេះបានលើកឡើងអំពីប្រមាណចំណុចដែរទី1ជាបុរសឬស្ត្រីពេញលក្ខណៈទី2រាងកាយមិនពិកលពិការទាំងភ្នែកដៃជើងច្រមុះទាំងអវយវៈគ្រប់បែបយ៉ាងទាំងអស់គឺអាចប្រើការបានទី3ជាមនុស្សដែលមិនជរាត្រង់ចំណុចនេះចង់សម្ដៅថាទោះបីជាដូចខ្ញុំក្មេងអញ្ចឹងប៉ុន្តែបើយើងធ្វើឲ្យខ្លួនឯងជរាគឺជរាបែរន័យថាវាអាចនឹងយើងខ្ជិលយើងត្រាំត្រែយើងមិនឧស្សាហ៍ព្យាយាមគឺដូចជាមនុស្សជរាដូចគ្នាដែរមួយទៀតជាមនុស្សមិនវិកលចរិតមិនខូចសរសៃប្រសាទអានេះក៏សំខាន់មែនទែនដែរព្រោះបើសិនមានតកតងនឹងបញ្ហាវិកលចរិតឬក៏សរសៃប្រសាទប្រព័ន្ធប្រសាទយើងអត់ល្អក៏សំដៅថាបុគ្គលអ្នកនោះក៏មានសុខភាពអត់ល្អដែរវាអាចនឹងជាសុខភាពផ្លូវចិត្តអីរបស់គាត់អីអញ្ចឹងដែរទៅចំណុចមួយទៀតគឺធន់នឹងជំងឺអត់ងាយឈឺអីទេអញ្ចឹងបុគ្គលអ្នកនោះគឺមាំទាំខ្លាំងមែនទែនអាចថាប្រព័ន្ធភាពស៊ាំឬក៏គាត់គឺខ្លាំងអត់ងាយឈឺមកគេឈឺអីតែគាត់ធម្មតានិយាយទៅគឺសុខភាពគាត់ល្អមួយទៀតជាមនុស្សដែលមានអនាម័យល្អគឺសំដៅទៅលើការសម្អាតរូបរាងកាយងូតទឹកការគេងឲ្យបានគ្រប់គ្រាន់ការដែលយើងមានក្លិនក្រអូបអីផ្សេងហ្នឹងគឺសុទ្ធសឹងតែជាអនាម័យរបស់យើងដែលសម្គាល់ថាយើងជាមនុស្សដែលមានសុខភាពល្អហើយសុខភាពនោះនឹងជួយខ្លួនឯងឲ្យបានកាន់តែល្អប្រសើរឡើងអ្វីដែលសៀវភៅនេះបានលើកឡើងគឺសុខភាពមាន2យ៉ាងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តទាំងពីរហ្នឹងគឺវាមានទំនាក់ទំនងជាមួយគ្នាប្រិមត្តសាកគិតមើលទៅបើសិនជាយើងមានសុខភាពផ្លូវចិត្តតើសុខភាពផ្លូវកាយរបស់យើងល្អដែរទេប្រហែលជាមិនទេពីព្រោះកាលណាយើងមានសុខភាពផ្លូវចិត្តអីចឹងទៅរាងកាយរបស់យើងចាប់ដើមស្គៀងស្គមរីងរៃដោយសារពេលខ្លះយើងអត់ឃ្លានបាយឬក៏យើងអត់ចាប់ដើមទុកខ្លួនឯងចោលអត់អាហារឬក៏ធ្វើអីទៅតាមអារម្មណ៍ដែលយើងកំពុងតែជួបប្រទះនៅខាងក្នុងអញ្ចឹងហើយធ្វើឲ្យសុខភាពផ្លូវកាយរបស់យើងក៏ទ្រុឌទ្រោមទៅតាមហ្នឹងដែរហើយមួយវិញទៀតបើសិនជាសុខភាពផ្លូវកាយយើងឈឺផ្លូវចិត្តក៏ដូចគ្នាដែរខ្ញុំឧទាហរណ៍ថាបើសិនជាប្រិមិត្តមានជំងឺតាក់ទងទៅនឹងជំងឺធ្ងន់ណាមួយឬក៏យើងលេបថ្នាំជាប្រចាំហើយត្រូវគេងនៅមន្ទីរពេទ្យអត់អាចធ្វើអីបានអត់អាចទៅណាបានអត់អាចទៅហាត់ប្រាណឬក៏អត់អាចទៅជួបជុំមិត្តភ័ក្តិអត់អាចទៅកន្លែងញ៉ាំអីថ្លៃម៉ាតឬក៏ទៅចូលរួមពិធីផ្សេងតើយើងសប្បាយចិត្តបានអត់
100%គឺប្រហែលជាអត់ទេគឺយើងត្រូវនៅតែលើកទេលហ្នឹងឬក៏ត្រូវលាបថ្នាំហើយបើសិនជាខ្ញុំមានអារម្មណ៍ថាធុញបណ្ដោយសូម្បីតែឥឡូវនេះខ្ញុំកំពុងនិយាយវីដេអូនេះក៏ខ្ញុំឈឺដែរខ្ញុំឈឺផ្ដាសាយមួយខែលាបថ្នាំក៏អត់ចង់ជាដែរធំតែមួយខែខ្ញុំមានអារម្មណ៍ថាវាពិបាកធ្វើការងារអីផ្សេងគឺធុញទ្រាន់ហ្មងត្រូវកដាស់ត្រូវហៀសបោឬក៏ត្រូវលាបថ្នាំហើយពេលខ្លះជួនកាលត្រូវអស់កម្លាំងត្រូវគេងនៅមួយកន្លែងអីចឹងទៀតអត់អាចទៅធ្វើអីបានអញ្ចឹងនេះគ្រាន់តែជាជំងឺតូចមួយចុះទម្រាំជំងឺធំខ្ញុំអត់ដឹងថាតើផ្លូវចិត្តរបស់អ្នកដែលគាត់មានជំងឺនោះយ៉ាងម៉េចទេដូចជាពាក្យចាស់លោកពោលថាក្រចុះកុំឲ្យតែកូនឈឺការដែលយើងឈឺគឺជាបំណុលដែរពីព្រោះមានសមាជិកណាមួយឈឺត្រូវការទៅលក់ទ្រព្យសម្បត្តិឬក៏ខ្ចីលុយអ្នកនេះខ្ចីលុយអ្នកនោះបងប្អូននេះចឹងទៅដើម្បីយកមកមើលជំងឺ 100% គឺអត់អាចទុកឲ្យអ្នកដែលឈឺនឹងនៅឈឺបានទេត្រូវការស្វះស្វែងឬក៏ត្រូវជំពាក់បំណុលគេឬក៏ខ្ចីអង្គការអីចឹងទៅដើម្បីមើលជំងឺកូនមើលជំងឺប្តីប្រពន្ធអីចឹងទៅហើយបើសិនជាយើងអត់ឈឺទេយើងមានកម្លាំងសុខភាពល្អទោះបីជាយើងក្រក៏អត់ជាបញ្ហាព្រោះយើងអាចមានកម្លាំងរកបានលុយកាក់គ្រប់គ្រងគ្រួសារសម្រាប់ចាយវាអីចឹងទៅហើយណាមួយយើងមានសុខភាពល្អគឺផ្លូវចិត្តយើងគឺរីករាយទៅតាមនឹងដែរឥឡូវដែលជាចំណុចសំខាន់គឺខ្ញុំនឹងនាំប្រិយមិត្តទៅមើលថាតើ7វិធីដើម្បីថែរក្សាសុខភាពយើងល្អដែលដកស្រង់ចេញពីសៀវភៅមួយនេះមានអ្វីខ្លះចំណុចទី1នោះគឺធ្វើឲ្យខ្លួនឯងរីករាយសប្បាយចិត្តទាំងអរិយាប័ត្រនៅក្នុងការដេកដើរឈរអង្គុយសូមយើងបានធ្វើទៅដោយរីករាយសប្បាយចិត្តបើយើងចេះតែកោតទុកយកបន្ទុកដាក់ខ្លួនវាអាចនឹងឆាប់ឈឺហើយប្រិមិត្តអាចនឹងសួរថាឲ្យសប្បាយចិត្តមិនបើសិនយើងមានបញ្ហាកំពុងកើតឡើងធ្ងន់ Yes ចំណុចនេះក៏សំខាន់ដែរប្រិមិត្តត្រូវដឹងថាបញ្ហាយើងជួបប្រទះហើយក៏ប៉ុន្តែកាលណាដែលយើងធ្វើឲ្យចិត្តខ្លួនឯងសប្បាយរីករាយឬក៏យើងរកវិធីដើម្បីដោះស្រាយកុំផ្ដោតពីលើបញ្ហានឹងពេកយើងត្រូវគិតថាសុខភាពយើងដែរព្រោះកាលណាយើងឈឺធ្លាក់ខ្លួនឈឺតើបញ្ហានោះយើងអាចដោះស្រាយបានអត់ចំណុចទី2ត្រូវស្គាល់ប្រមាណខ្លួនបានន័យថាការហូបចុកតើយើងត្រូវហូបប្រមាណពេលណាត្រូវហូបពេលណាត្រូវចូលគេងពេលណាត្រូវសម្រាកពេលណាត្រូវក្រោកពេលណាត្រូវហាត់ប្រាណពីព្រោះបើយើងធ្វើការហួសកម្លាំងយើងផ្ដោតទៅលើការងារយើងភ្លេចថែរក្សាសុខភាពភ្លេចផឹកទឹកវានឹងធ្វើឲ្យសុខភាពយើងទៅតាមនឹងដែរចំណុចទី3បរិភោគអាហារណាដែលងាយស្រួលកាពះយើងរំលាយឬក៏មុននឹងលេបចូលកាពះយើងត្រូវទៅពះឲ្យម៉ត់សិនអញ្ចឹងទៅដើម្បីជួយដល់កាពះយើងឆាប់រំលាយហើយយើងឆាប់មានកម្លាំងអីចឹងទៅនៅក្នុងចំណុចទី4ត្រូវស្គាល់ពេលវេលាបានន័យថាប្រិមត្តត្រូវធ្វើការប្រហែលម៉ោងសម្រាប់ប្រហែលម៉ោងជួយឲ្យសុខភាពយើងកាន់តែល្អប្រសើរជាធម្មតាគេនិយាយថា8ធ្វើការ8ម៉ោងគេង8ម៉ោងហើយ8ម៉ោងទៀតធ្វើការអីផ្សេងសម្រាប់ខ្លួនឯងចឹងទៅ Yes ចំណុចទី5ដែលសៀវភៅនេះបានសរសេរថាប្រព្រឹត្តព្រហ្មចរិយាធម៌អ្នកដែលជាក្រហមត្រូវចេះកំណត់ខ្លួនឯងកំណត់កាមអារម្មណ៍ខ្លួនឯងត្រូវវិចារពីការសេពសន្តិវៈឬក៏ប្រព្រឹត្តកាមគុណណាព្រោះវាអាចបាក់កម្លាំងអានឹងអ្វីដែលសភៅបានសរសេរអញ្ចឹងចំណុចទី6ត្រូវមានសិលធម៌ប្រព្រឹត្តល្អជៀសវាងការប្រព្រឹត្តអំពើអាក្រក់បើសិនជាប្រិមត្តមានសុខភាពល្អប៉ុន្តែយើងទៅប្រព្រឹត្តការអាក្រក់ជាប់គុកឬក៏មានទោសអីចឹងទៅសួរថាបានប្រយោជន៍អីអត់ទេយើងវាខាតដែរព្រោះយើងមានសុខភាពល្អប៉ុន្តែយើងទៅធ្វើអំពើដែលមិនត្រឹមត្រូវវានឹងជះលទ្ធផលអត់ល្អមកកាន់ខ្លួនឯងដូចគ្នាចំណុចទី7ចុងក្រោយត្រូវមានកល្យានមិត្តពីព្រោះមិត្តល្អនាំយើងទៅរកផ្លូវល្អដូចគ្នាដែរមិត្តល្អនាំមិត្តភក្តិគ្នាឯងទៅហាត់ប្រាណអីចឹងទៅជជែកគ្នាអំពីរឿងដែលមានប្រយោជន៍អញ្ចឹងទៅចុះបើសិនជាមិត្តដែលនាំយើងទៅប្រើប្រាស់គ្រឿងញៀនឬក៏ទៅសេពសូរ៉ាឬក៏ធ្វើរឿងអត់ល្អអាហ្នឹងក៏ជួយឲ្យកត្តាសុខភាពរបស់យើងគឺធ្លាក់ចុះទៅតាមនឹងដែរអញ្ចឹង7ចំណុចដែលសៀវភៅបានសរសេររៀបរាប់ថ្ងៃនេះគឺខ្ញុំជឿជាក់ថាអាចជួយទៅកាន់ប្រិយមិត្តនិងខ្ញុំដែរសម្រាប់ការដែលយើងថែរក្សាសុខភាពនៅក្នុងពេលវេលានេះពីព្រោះថាជំងឺក៏មានច្រើនហើយបន្លែគីមីក៏មានច្រើនជុំវិញយើងវាសុទ្ធសឹងតែ
អ្វីដែលអាចធ្វើឲ្យប៉ះពាល់សុខភាពយើងបានចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូថ្ងៃនេះបើសិនជាមានអ្វីដែលលើសលួសខ្វះខាតសូមប្រិយមិត្តអធិស្ឋានយោគយល់ផងពីព្រោះខ្ញុំនិយាយទៅតាមសៀវភៅមួយនេះដែលបានរៀបរាប់សរសេរមកគឺប៉ុណ្ណឹងហើយប្រិយមិត្តចង់ដឹងបន្ថែមទៀតអាចទិញសៀវភៅនេះយកទៅអានខ្លួនឯងបានឬក៏តាមដានគ្រប់វីដេអូដែលខ្ញុំនឹងធ្វើបន្តបន្ទាប់ទៀតប្រិយមិត្តយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះសូម comment នៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផងហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត